សួស្តីអ្នកទាំងអស់គ្នានេះគឺជារបៀបធ្វើទឹកពោតបារាំងហើយជាដំបូងយើងមានពោតបារាំងប៉ុណ្ណឹងមកខ្ញុំទិញពីផ្សារមក1000រៀលបានប៉ុណ្ណឹងហើយរឿងទៀតយើងដាក់វាទៅក្នុងកូនចានដែកមួយយើងលាងទឹកវាស្អាតលាងទឹកវាស្អាតចឹងណាព្រោះអីយើងទិញនៅផ្សារយើងអត់ដឹងថាពោតបារាំងហ្នឹងវាមានជាប់ដីធូលីអីច្រើនឬក៏មិនទេអញ្ចឹងយើងត្រូវលាងវាស្អាតលាងវាមួយអញ្ចឹងណាឬក៏អាចត្រាំពោតបារាំងហ្នឹងទុកបន្តិចទៅដើម្បីឲ្យវារីកដីហើយយើងដោះវាបានស្អាតហើយបន្តមកទៀតយើងចាប់ផ្ដើមកាត់វាយើងកាត់កង់បែបហ្នឹងណាយើងកាត់កង់បែបហ្នឹងទៅហើយក្បាលនឹងកតុយវាគឺយើងចោលអត់យកទេអាហ្នឹងយើងចិតវាអស់ទៅដើម្បីឲ្យវាចេញអាទឹកតែពីអាពោតបារាំងហ្នឹងណាឲ្យវាច្រើនយើងចិតប៉ុណ្ណឹងយើងចិតកុំធំពេកចិតប៉ុណ្ណឹងល្មមសម្រាប់ការដាក់ត្រាំហើយនៅក្នុងពោតបារាំងប៉ុណ្ណេះគឺយើងដាក់ទឹកចំនួន2លីត្រខ្ញុំដាក់ទឹក2លីត្រពោតប៉ុណ្ណឹងហើយខ្ញុំចែកចេញជា2ដបម្នាក់ពាក់កណ្ដាលអញ្ចឹងណាហើយយើងដាក់វាបែបហ្នឹងទៅយើងត្រាំវាព្រោះអីបើសិនជាយើងដាក់ទាំងអស់នៅដបតែមួយវាច្រើនពេកអញ្ចឹងណាអញ្ចឹងខ្ញុំចែកលេខវាទៅជា2ដបទៅហើយដបនេះវាដបទឹក1លីត្រកន្លះអញ្ចឹងខ្ញុំដាក់ថា1លីត្រទេនេះគឺ2ដបបែបហ្នឹងអញ្ចឹង2ដបហ្នឹងគឺវាស្មើនឹង2លីត្រអញ្ចឹងណាស្មើនឹង2លីត្រហើយយើងត្រាំវាទុកមួយយប់វាចេញល្អនេះលទ្ធផលយើងទុកបានមួយយប់ហើយចាំមើលទឹកវាបងប្អូនចាំមើលទឹកវានេះទឹកវាបែបហ្នឹងខ្ញុំធ្វើដៃបែបហ្នឹងដើម្បីកុំឲ្យវាធ្លាក់អាពោតបារាំងហ្នឹងចេញក្រៅដើម្បីយើងយកស្រង់ទៅទឹកឯអ្នកខ្លះគេមានស្បៃឬក៏កត្រងអីចឹងទៅយើងអាចត្រងបានរៀងទឹកអន្តាយបែបហ្នឹងនេះខ្ញុំញ៉ាំឲ្យមើលពូជាតិទទួលយកបានហើយឈ្ងុយបែបលក្ខណៈធម្មជាតិហ្មងឆ្ងាញ់ហ៎កែវហ្នឹងគឺដាច់ហ៎អរគុណ